រាជរដ្ឋាភិបាលកំពុងតែពន្លឿនការវិដំឡៃទីតាំងដែលរងការខូចខាតពីការឈ្លានពានរបស់ថៃពិសេសកន្លែងដែលមានសុវត្ថិភាពរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងប្រធានក្រុមការងារចំពោះកិច្ចរៀបចំនិងគ្រប់គ្រងការស្ដារជីវភាពនិងហេដ្ឋារចនាសម្ព័ន្ធដែលរងការខូចខាតពីចំនួនព្រំដែនកម្ពុជាថៃលោកចន អារិទ្ធបានលើកឡើងថាក្រុមការងាររដ្ឋបាលតាមបណ្ដាខេត្តនិងអាជ្ញាធរមានសមត្ថកិច្ចកំពុងតែពន្លឿនការវិដំឡៃទីតាំងដែលរងការខូចខាតពីចំនួនព្រំដែនកម្ពុជាថៃដើម្បីអនុញ្ញាតឲ្យប្រជាពលរដ្ឋដែលភ័យសឹកអាចត្រឡប់ទៅលំនៅឋានវិញពិសេសទីតាំងមានសុវត្ថិភាពគ្រប់គ្រាន់លោកចន អារិទ្ធបានលើកឡើងដូចនេះក្នុងពេលចុះពិនិត្យទីតាំងដែលរងការបំផ្លាញពីសង្គ្រាមឈ្លានពាននៅព្រឹកថ្ងៃទី13 ខែមករាឆ្នាំ2026លោកបានគូបញ្ជាក់ផងដែរថាសង្គ្រាមដែលថៃឈ្លានពានកម្ពុជាចំនួន2លើកនៅក្នុងឆ្នាំ2025គឺជាសោកនាដកម្មមួយដែលប៉ះពាល់ជារួមទៅដល់ស្ថានភាពសង្គមសេដ្ឋកិច្ចនិងស្ថានភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតែម្ដងហើយក៏រំខានដល់ការប្រកបរបរទទួលទានរបស់ប្រជាពលរដ្ឋរំខានដល់ការរស់នៅសុខស្រួលនៅក្នុងសង្គមជាតិផងដែរកិច្ចការនេះមិនរងចាំការវិតម្លៃសពគ្រប់ទើបលើកជាគម្រោងសកម្មភាពតែមួយលើកនោះទេគឺនឹងធ្វើជាជំហានទៅតាមប្រភេទនៃអតិភិបផងនិងតាមទីតាំងដែលអាចធ្វើទៅបានផងលោកបានបន្ថែមថាដើម្បីឲ្យប្រជាពលរដ្ឋរស់នៅបានសុខស្រួលនៅក្នុងសង្គមជាតិរាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃទី22 ខែតុលាឆ្នាំ2025ក៏បានបង្កើតនៅក្រុមការងារចំពោះកិច្ចមួយដើម្បីវិតម្លៃក៏ដូចជាត្រួតពិនិត្យថាតើមានហេដ្ឋារចនាសម្ព័ន្ធជាមូលដ្ឋាននៅក្នុងសង្គមក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធរបស់ជាតិនិងឯកជនគ្រួសារមានការខូចខាតកម្រិតណាហើយគូស្ដារដូចម្ដេចដើម្បីធានាឲ្យបាននៅជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជាពិសេសប្រជាពលរដ្ឋភ័យសឹកពេលត្រឡប់មកវិញប្រធានក្រុមការងារចំពោះកិច្ចរៀបចំនិងគ្រប់គ្រងការស្ដារជីវភាពនិងហេដ្ឋារចនាសម្ព័ន្ធដែលរងការខូចខាតពីចំនួនព្រំដែនកម្ពុជាថៃបានបន្ថែមទៀតថាកិច្ចការដំបូងនិងជាបន្ទាន់គឺការធ្វើការវិតម្លៃអំពីស្ថានភាពខូចខាតតែម្ដងដែលសំដៅដល់ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋហេដ្ឋារចនាសម្ព័ន្ធសាធារណៈនានាដែលបម្រើឲ្យជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋដូចជាសាលារៀនមន្ទីរពេទ្យនិងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតដែលអាចធានាបាននៅប្រក្រតីភាពនៅក្នុងការរស់នៅប្រចាំថ្ងៃលោកចន អារិទ្ធបានបន្តទៀតថាភ្ជាប់នឹងការវិតម្លៃក្រុមការងារនិងពិភាក្សាព្រមទាំងពិនិត្យមើលដោយលើកជាយោបល់ជូនរាជរដ្ឋាភិបាលអំពីគម្រោងនៃការស្ដារទៅតាមអតិភិបជាក់លាក់នៃប្រភេទហេដ្ឋារចនាសម្ព័ន្ធទាំងអស់ដើម្បីធានាថាប្រជាពលរដ្ឋភ័យសឹកដែលត្រឡប់ទៅមូលដ្ឋានដើមវិញនោះមានជីវភាពរស់នៅជាប្រក្រតីឡើងវិញលោកបណ្ឌិតចន អារិទ្ធបានលើកឡើងយ៉ាងដូចនេះថាកិច្ចការទាំងនេះត្រូវធ្វើឲ្យលឿនជាទីបំផុតដោយមិនមានគម្រោងចំណាយពេលយូរទេព្រោះវាអាចប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋខណៈប្រជាពលរដ្ឋបាននាំគ្នាត្រឡប់មកជាបន្តបន្ទាប់នៅទីតាំងណាដែលរដ្ឋបាលនិងអាជ្ញាធរផ្ដល់ដំណឹងថាមានសុវត្ថិភាពអាចត្រឡប់មកវិញបានដូច្នេះកិច្ចការនេះនៅក្នុងស្មារតីគឺយើងមិនចង់អូសបន្លាយពេលវេលានោះទេគឺយើងចង់ចំណាយពេលលឿនបំផុតនៅក្នុងការវិតម្លៃហើយលើកគម្រោងជាជំហានប៉ុន្តែចំណុចមួយដែលនាំឲ្យយើងត្រូវការពេលវេលាបន្តិចពិសេសនៅក្នុងដំណាក់កាលដំបូងនេះគឺការវិតម្លៃថាជាទីតាំងដែលអាចនឹងមានសុវត្ថិភាពគ្រប់គ្រាន់ដើម្បីចុះទៅវិតម្លៃផងនិងស្ដារឡើងវិញផងដែលនេះជាកិច្ចការសំខាន់និងត្រូវការពេលវេលាបន្តិចលោកចន អារិទ្ធក៏បានបន្តទៀតថាក្រុមការងារក៏ត្រូវគិតលើពីចំណុចសំខាន់គឺចំណុចទី1ត្រូវច្បាស់ថាការធ្វើការវិតម្លៃមានសុវត្ថិភាពគ្រប់គ្រាន់ក្នុងការចុះវិតម្លៃឬទេនិងទី2ប្រសិនបើជាលើកគម្រោងស្ដារហើយតើវាមានសុវត្ថិភាពគ្រប់គ្រាន់ហើយស្ថានភាពសន្តិសុខនោះអនុញ្ញាតគ្រប់គ្រាន់ថាស្ដារហើយប្រើប្រាស់បានឬទេដូច្នេះពីចំណុចនេះគឺជាគន្លឹះសំខាន់យ៉ាងណាក៏ដោយទោះបីជាមិនទាន់អាចឈានទៅដល់ការលើកជាគម្រោងស្ដារជាក់លាក់ក៏ដោយក៏ហេដ្ឋារចនាសម្ព័ន្ធដើម្បីបម្រើឲ្យសេវាសាធារណៈមួយចំនួនក៏ត្រូវបានគិតគូរនិងដាក់ចេញរួចហើយក្នុងរូបភាពបណ្ដោះអាសន្នពិសេសសាលារៀននិងមូលដ្ឋានសុខាភិបាលសូមជម្រាបផងដែរថាយោងតាមសេចក្តីសម្រេចលេខ113 សសរចុះថ្ងៃទី22 ខែតុលាឆ្នាំ2025រាជរដ្ឋាភិបាលបានបង្កើតក្រុមការងារចំពោះកិច្ចរៀបចំនិងគ្រប់គ្រងការស្ដារជីវភាពនិងហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតពីចំនួនព្រំដែនកម្ពុជាថៃដោយសមាជិកក្រុមការងារចំពោះកិច្ចនេះមានតួនាទីសិក្សានិងវិតម្លៃលើជីវភាពនិងស្ថានភាពជាក់ស្ដែងនៃហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតនិងតម្រូវការស្ដារជីវភាពនិងហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតសម្របសម្រួលនិងសហការជាមួយនឹងក្រសួងស្ថាប័ននិងអាជ្ញាធរខេត្តពាក់ព័ន្ធលើការងាររៀបចំអនុវត្តកម្មវិធីជំនួយសង្គមសម្រាប់ការស្ដារ
ជីវភាពនិងគម្រោងនិងកម្មវិធីស្ដារហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតរួមមានលំនៅឋានពលរដ្ឋសាលារៀនមូលដ្ឋានសុខាភិបាលសាធារណៈផ្លូវថ្នល់ស្ពានប្រព័ន្ធទឹកស្អាតបណ្ដាញអគ្គិសនីជាដើមដោយគិតគូរអំពីទំហំខូចខាតនិងទីតាំងគោលដៅជាក់លាក់នៅក្នុងភូមិសាស្ត្រដែលរងការឈ្លានពានពីថៃនិងការធ្វើអតិភិវូបនីយកម្មនៃការងារស្ដារឡើងវិញក្រុមការងារនេះក៏បានតួនាទីកំណត់ទំហំថវិកានិងធនធានតាមតម្រូវការចាំបាច់ជាក់ស្ដែងសម្រាប់អនុវត្តកម្មវិធីជំនួយសង្គមសម្រាប់ការស្ដារជីវភាពនិងគម្រោងឬកម្មវិធីស្ដារហេដ្ឋារចនាសម្ព័ន្ធដែលបានកំណត់សម្របសម្រួលជាមួយនឹងស្ថាប័នដៃគូអភិវឌ្ឍម្ចាស់ជំនួយនិងវិស័យឯកជននានាក្នុងការគៀងគរនៅធនធាននិងជំនួយបច្ចេកទេសក្នុងការអនុវត្តការរៀបចំនិងគ្រប់គ្រងការស្ដារជីវភាពនិងហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតពីការឈ្លានពានរបស់ថៃរៀបចំយន្តការតាមដានត្រួតពិនិត្យនិងវិតម្លៃការអនុវត្តវិធានការនិងសកម្មភាពអន្តរាគមន៍ដើម្បីធានាការស្ដារជីវភាពនិងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយប្រសិទ្ធភាពនិងចំគោលដៅរៀបចំរបាយការណ៍លទ្ធផលការងារជូននាយករដ្ឋមន្ត្រីដើម្បីពិនិត្យនិងសម្រេចនិងអនុវត្តភារកិច្ចផ្សេងៗទៀតតាមការប្រគល់ពីរាជរដ្ឋាភិបាល